មិនមែនទូកាហ្វេទេអ្នកទាំងអស់គ្នាភ្ញៀវ VIP គាត់ក៏មកទូដាក់អីវ៉ាន់ហោងជាងគាត់ក៏មកតម្រូវមកឈរធ្វើការបានហើយនឹងមានថតច្រើនសម្រាប់ដាក់អីវ៉ាន់តូចហើយនឹងមានកង់រួញបានតាមតំពិលចិត្តរបស់គាត់ដោយអ្នកទាំងអស់គ្នាបានឃើញចឹងគឺក៏មកដល់កហើយបើមិនខាតទេក៏អត់ចំណេញដែរដោយសារតែអីវ៉ាន់ហោងជាងគឺសម្បូរគ្រឿងតូចហើយមានទំហំខុសៗគ្នាបើនិយាយពី accessory វិញត្រូវការម្ដងត្រូវអង្គុយកាយហោចឹងទៅគ្រប់ថតដែលខ្ញុំ design ទាំងអស់គឺបែងចែកអីវ៉ាន់ឲ្យបានច្រើនមុខហើយនឹងថតខ្លះទៀតគឺ customize ឲ្យត្រូវមុខងារអីវ៉ាន់ហ្មងហើយមួយទៀតដោយសារអីវ៉ាន់ហោងជាងគឺមានចេញមានចូលហើយវាប្រែប្រួលរហូតចឹងដើម្បីឲ្យមាន flexible ក្នុងការប្រើប្រាស់គ្រប់ថតខាងក្នុងគឺអាចកាយកន design ហើយដកចេញដកចូលបានគោលបំណងនៃការប្រើប្រាស់គឺងាយយកចេញងាយដាក់ចូលហើយធ្វើឲ្យហោងជាងមានរបៀបរៀបរយដោយសារតែ design បែបនេះគឺយកឈើដាក់ក្នុងឈើអញ្ចឹងអស់ក្តារច្រើនមែនតែនទៅខ្ញុំក៏ចង់ធ្វើបែបហ្នឹងដាក់ក្នុងហោងជាងខ្ញុំដែរដោយសារធ្វើអញ្ចឹងវារៀបរយហើយនឹងឆ្លាស់ហោងជាងល្អអត់សូវឈឺក្បាលកាយវ៉ាន់យកមកប្រើប៉ុន្តែដោយសារអស់ឈើច្រើនពេកអញ្ចឹងក៏អត់ដែលធ្វើវាទេសរុបទាំងអស់ក្តារកស៊ូចូល5សន្លឹកហើយនឹងក្តារកងផ្លាកគេចូល2សន្លឹកស្ដើងហើយនឹង accessory មកក៏ភ្លុះទៀតបើនិយាយពីការធ្វើវិញមែនតែនទៅចំណាយពេលទៅមួយអាទិត្យទៅ10ថ្ងៃអីទេប៉ុន្តែទូនេះគឺភ្ញៀវ VIP ក៏មកអញ្ចឹងទៅខ្ញុំចាយពេលធ្វើទូនេះមួយខែភ្ញៀវ VIP ហ្នឹងគ្មានណាឆ្ងាយទេក្រៅពីបងប្អូនឯងកំពុងតែធ្វើជាប់ភ្ញៀវក៏ទុកសិនទៅសិនមួយសិនពីរឥឡូវសិនមួយខែហើយទូនេះដែរគឺខ្ញុំបាញ់ថ្នាំទាំងក្នុងទាំងក្រៅឃើញខ្ញុំបាញ់ថ្នាំហំហានអញ្ចឹងមិនមែន expert អីទេសក់ដែលខ្ញុំចងឡើងកុំអោយអាញ៉ៃភ្នែកខ្ញុំហ្នឹងយប់ឡើងខ្ញុំកាត់ចោលអស់2ដុំហើយដោយសារតែដៃបាញ់ថ្នាំឲ្យសក់វាជួយលាបថ្នាំដែរបាញ់ថ្នាំទូខាងក្រៅរួចខ្ញុំក៏ចាប់ផ្ដើមបន្តទៅធ្វើ accessory ខាងក្នុងម្ដងហើយទម្លាប់ខ្ញុំធ្វើគឺខ្ញុំកាត់សាច់ឈើឲ្យមានកលៈស៊ីគ្នាមកពេលផ្គុំប្រទះក្តារនឹងចូលគ្នារួចវានឹងក្លាយទៅជាអរេនៃរាងការ៉េហើយនឹងប្រើកែវជាសាសមកផ្ចិតជាយឲ្យជាប់គ្នាពេលភ្ជាប់ចូលគ្នាអស់ហើយគឺយកវាមកខាត់ហើយនឹងបាញ់ថ្នាំហើយនេះដែរគឺខ្ញុំតេស្តមើលថាវាមាំអត់ដោយសារកាត់ឈើស្ដើងហើយផ្គុំវាបែបហ្នឹងគឺថាវាស្រាលហើយមាំមែនតែនគ្រាន់តែថាខ្ញុំយកវាមកបែងចែកថតនៅក្នុងកែអញ្ចឹងអត់ត្រូវការមាំអីម៉ានទេប៉ុន្តែដោយសារវាមាំពេកពេលខ្ញុំចាប់ចូលទៅក្នុងថតរួចគឺខ្ញុំសម្រេចចេញផលិតផលពី3មកផ្សេងទៀតហើយនេះដែរគឺជាឧបរាងទូបន្ទាប់ពីខ្ញុំផ្គុំចូលគ្នាវិញរួចហើយរបស់ដែលខ្ញុំធ្វើចេញមករួចគឺគ្មានអួតណាគេទេក្រៅពីអួតម៉ែតែម៉ែថាល្អគឺល្អហើយបើគាត់ថាអត់ល្អក៏ខ្ញុំអត់ធ្វើឡើងវិញដែរព្រោះអីអ្នកធ្វើឲ្យអ្នកទិញគឺកូនគាត់ទេម៉ែឆែក quality រួចខ្ញុំក៏ហៅលម៉កដឹកយកទៅរោងជាងហើយនេះដែរគឺជារូបភាពដែលយកមករៀបចំអីវ៉ាន់រោងជាងបានខ្លះនៅមានអីវ៉ាន់មកកណូទៀតដែលត្រូវយកមកដាក់ប្លែកមួយយ៉ាងដែរដោយសាររោងជាងមេកានិកសិតតែគ្រឿងដែកហើយមានទូឈើតែមួយដែលចុះឡើងហើយនិយាយពីថារោងជាងសិតតែគ្រឿងដែកហើយប្រេងបាតអត់មានកតិចឈើឲ្យហិតសោះចាញ់រោងជាងខ្ញុំដាក់ហើយនេះគឺគ្រឿងដែលផលិតនៅក្នុងរោងជាងនឹងធ្វើផាតធ្វើពុំធ្វើគ្រឿងបង្គំ accessory អីហ្នឹងហើយឃើញម៉ាស៊ីនច្រើនចឹងខ្ញុំក៏អត់ស្គាល់ឈ្មោះម៉ាស៊ីននឹងអស់ដែរតែខ្ញុំស្គាល់ឈ្មោះម៉ាស៊ីននេះមួយអានេះម៉ាស៊ីនដុតនំ